បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកបន្តមេរៀនយើងមកបន្តនៅមេរៀនយើងទៀតមុននឹងចូលមេរៀនខ្ញុំសូមប្រាប់បងប្អូនថាបើសិនជាបងប្អូនណាចង់ join group Telegram គឺខ្ញុំដាក់នៅក្នុង comment នៃវីដេអូនេះអញ្ចឹងបើសិនជាបងប្អូនណាចង់ចូលអាចចូលបានបាទឥឡូវយើងមកដល់មេរៀនយើងតាក់ទងទៅនឹង slide គឺឥឡូវយើងចូលមកដល់ slide ទី2នេះបងប្អូនអញ្ចឹងឥឡូវខ្ញុំមក copy អក្សរអីសិន copy យកទៅដាក់នៅក្នុង slide របស់យើងអូខេនេះខ្ញុំមកបន្ថយទំហំអក្សរបន្តិចអូខេទីនេះខ្ញុំធ្វើកាត់ទេដោយ copy មកបានរំអត់ទេអានឹងតាក់ទងទៅនឹងបងប្អូនណាដែលធ្វើ slide ឬក៏បើថាចំណែកឲ្យ logo វិញគឺតាក់ទងទៅនឹងសាលាខ្ញុំគ្រប់2នេះចូលនេះអូខេចូលមក slide បន្ទាប់ slide ទី2គឺចុច mouse ស្ដាំតមកយើងចុច យើងយកទី1នេះគឺតាក់ទងទី1ហ្នឹងបើយើងចុចទៅគឺវាចេញមកផ្ទាំង slide សថ្មីអញ្ចឹងយើងអត់យកអញ្ចឹងទេយើងយក slide ដូចគ្នាអញ្ចឹងយើងចូលមកទី2នេះមកនេះអូខេអញ្ចឹងបាន slide ដូចគ្នាចេះអញ្ចឹងបន្តមកយើងត្រូវតែអូស slide នេះយកទៅក្រៅនេះផ្ទាំងនេះហើយអញ្ចឹងនៅសល់តែមួយនេះចំណែកយើងមកបរិចយើងចុច shift មកយើងបរួមវាមកបានទេបងប្អូនអូខេអញ្ចឹងយើងលើកខាត់លើបន្តិចចំណែកឲ្យឈ្មោះសាលាអីយើងយកវាមកចំហៀងដូចគ្នាដែរអូខេចាំមកដល់នេះយើងគូលលក្ខណៈនេះបងប្អូនបន្ទាត់មេតិកាហើយនឹងបន្ទាត់ចឹងយើង copy មេតិកាយកមកចឹងសម្រាប់មេតិកាបើសិនជាយើងចង់ធ្វើបែបម៉េចក៏បានដែរឬក៏យើងចង់សរសេរជាត្រេក៏បានទៅតាមមេតិកាតិចឬក៏ច្រើនចឹងមេតិកានេះខ្ញុំតិចចឹងខ្ញុំដាក់នេះមកនេះតែមកយើងបរិយារៀងទូបន្តិចមកអូខេយើងបរិយាយើងទាញវាមកតែរៀងទូបន្តិចអូខេនេះជាងគឺបានប៉ុណ្្នឹងហើយចឹងបន្តមកទៀតនេះកន្លែងមេតិកាចឹងមេតិកានេះគឺគេនេះគឺមេតិកាតិចយើងធ្វើតាមបែបធម្មតាឬក៏យើងចង់លេងអីតាមអ្វីដែលយើងធ្វើចឹងឥឡូវខ្ញុំមកធ្វើជាមួយនេះបងប្អូនអូខេខ្ញុំ copy យកទៅមើលនៅក្នុង slide មួយទៀតអូខេអញ្ចឹងជំហានបន្ទាប់យើងចូលទៅក្នុង insert យើងចូលមកគូ shape អូខេនេះយើងទាញមកល្មមអូខេខ្ញុំយកប៉ុណ្ណេះនេះចាំមកយើងមកចូលមកផ្ដាច់ background តែមកយើងដាក់ពណ៌ក្រហមអូខេចឹងយើងបានហើយប៉ុណ្្នឹងហើយចឹងបន្តមកទៀតយើងចុច control C និង control V តមកទៀតយើងចុច shift ហើយយើងចុចទៅលើនេះដើម្បីឲ្យវាស្មើគ្នាអូខេចឹងវាស្មើគ្នាហើយបន្តមកទៀតយើងចូលមកដាក់ពណ៌ក្រហមហើយតមកយើងទាញវាចេញបងប្អូនអូខេហ្នឹងដូចជាការស្រេចចឹងពណ៌គេរៀងក្រហមឬក៏ខ្មៅចឹងយើងដូរមកដូរពណ៌ចឹងមកអូខេបានចឹងយើងបានហើយហើយយើងមើលទៅគេថាដូចកន្លោមដូច shape យើងនេះរៀងវែងតិចចឹងយើងមកព្រមវាបន្តិចឲ្យវាស៊ីគ្នាចឹងវារៀងធំតិចអូខេប៉ុណ្ណឹងតមកយើងចុច shift ដើម្បីគ្រប់ចូលគ្នាអូខេចឹងយើងបានហើយយកវាមកដាក់នេះមកតមកទៀតយើងចុចcopy វាយកមកតម្រៀបអូខេនេះបងប្អូនចឹងមកយើងដាក់ស្មើគ្នាវាលោតចេញជាបងប្អូនវាលោតសញ្ញាឲ្យយើងឃើញចឹងបន្ទាប់ពីយើងបានហើយចឹងយើងចូលមកខាងទៀតយើងចុច copy ដដែលមកអូខេចឹងយើងមកបំបែវា
bài viết cho thằng mà đa nó copy trên cái ca thua slide cứ nghi rồi đi mấy cho mà tiền nó ok cho lắm ok các bạn này thì chụp ở Chrome bây giờ nó phải đã vì trust smart vậy ok trên cái này cứ bạn em bỏ này ôi mình cho làm tiền cho làm cái chỗ tập không trên dương ở trong bàn đối kế dương ôm anh ấy như này dương vô anh ấy một mình cho làm ô bị trên đáy ok chân bắt đầu màu tiết dương lại ní cứ bom ônអាចវាយអក្សរក្នុងនេះបានឬក៏យើងចូលក្នុងនេះយើងគូ text box យកមកវាយអក្សរខ្ញុំមកទាហរឲ្យបងប្អូនមើលទេងាយយល់និងលឿនអូខេខ្ញុំសាក់គូវាចោលខ្ញុំសរសេរចោលសិនអូខេចឹងបងប្អូនត្រូវចាំថាបើសិនជាកុំឲ្យវារត់ញ៉ៃញ៉ៃchứយើងគួរតែគ្រប់ទៅលើវាយើងគ្រប់មេតិកាអញ្ចឹងបងប្អូនខ្ញុំគ្រប់ពួកវាចោលចូលគ្នាអូខេអញ្ចឹងបន្តមកទៀតខ្ញុំចុចយើងដំបូងយើងចុច shift យើងដើម្បីយកវាទៅនេះបងប្អូននេះយកទៅយកមេតិកាប៉ុណ្ណឹងមកយើងចុច control V control C យើងយកមកcontrol V នៅទំព័រទី1ដើម្បីវារត់ហ្នឹងបងប្អូនអញ្ចឹងយើងយកទំព័រទី1ហើយយើងនេះមកនេះជាងអូសវាចេញមកក្រៅចេះមកអូខេជាងអូសវាចេញមកក្រៅហើយបន្តមកមេតិកាយើងដាក់ទៅលើចឹងដល់ពេលដែលយើងដូរ slide ទៅគឺវារត់មកចឹងតែម្ដងអូខេចឹងឥឡូវយើងសាក់ចុច slide អូខេចឹងគឺវាអត់ចេញទេចឹងដើម្បីចង់ឲ្យវារត់មកដូចរបស់គេចេះបងប្អូនចង់ឲ្យវារត់មកដូចរបស់គេចេះចឹងគឺងាយស្រួលគឺបងប្អូនត្រូវចុច shift នេះបងប្អូនចេញចឹងមកបងប្អូនចុចចូលមកពាក្យនេះហើយយកអានេះក៏ឃើញបងប្អូនឃើញវារត់ហ្នឹងហើយយើងចុច slide មកអូខេយើងមើលទៅបានហើយអញ្ចឹងបន្តមកទៀតបងប្អូនត្រូវចុចអានេះដដែលដើម្បី copy យក slide បន្ទាប់អញ្ចឹងយើងយកមកនេះយើងរុញវាចូលមកក្នុងវិញដើម្បីចង់បាន slide រត់ចឹងយើងត្រូវធ្វើចឹងបងប្អូនអូខេចំណុចឯមេតិកាគឺយើងដាក់វាឡើងទៅលើវិញចាំមកអានេះបើសិនជាបងប្អូនមិនចង់បរិចបរួមឲ្យដូចអានេះទេបងប្អូនអាចធ្វើជាបាននេះអាចចុចទៅលើវាចាំមកយើងលុបចោលតទៅពីលុបចោលយើងចូលមកនេះយើងចុចcontrol C ហើយយកមក control V នៅលើនេះតែម្ដងចឹងបងប្អូនអូខេចំណែកអាពីរនេះគឺយើងតម្លាក់វាចោលយើងតម្លាក់វាចោលហើយបន្តមក logo យើងទីមកខាងនេះតិចមកទីមកខាងហ្នឹងតិចហើយយើងចូលមកគូ shape បន្តទៀតគូ shape ចោលយើងបរិចនេះតិចមកអូខេយើងគូ shape វាចោលចឹងមកនេះយើងមកដូរពណ៌ដាក់ពណ៌ក្រហមbackground ខ្សែបន្ទាត់ខ្ញុំបដាច់ចោលអូខេយើងមក select បន្នេះមកបន្តមកទៀតគឺយើងចុច copy វាថែមហើយយើងបរិចវាចេញមកអូខេនេះចានេះយើងចង់ដាក់រូបគឺយើងចុចទៅលើវាយើងចុច mouse ស្ដាំយើងចូលយកពាក្យនេះមកតមកយើងចូលនេះអូខេចុងមកនេះយើងចូលមកយករូប
ចឹងរូបយើងនេះបងប្អូនចឹងខ្ញុំឧទាហរណ៍sẽដាក់រូបនេះរូបយើងនិយាយពីតុលាការចឹងយើងដាក់រូបតុលាការអូខេចឹងយើងបានហើយបងប្អូននេះចឹងយើងពេលដាក់រូបទៅវាអត់មានបន្ទាត់ចឹងយើងចង់ឲ្យឃើញបន្ទាត់យើងអាចយកមកដាក់បន្ទាត់វិញបានចឹងបងប្អូនចឹងបន្ទាប់មកទៀតបងប្អូនទៅចុច shift ចុចទៅលើshape ហ្នឹងបូកចូលគ្នាមកយើងចុច control C តមកទៀតយើងមកដាក់ path នៅនេះតមកទៀតយើងចុច shift ដើម្បីទាញកុំឲ្យវានេះយើងព្រមវាចឹងបងប្អូននេះយើងព្រមវាអញ្ចឹងដើម្បីកុំឲ្យវារិចអូខេអញ្ចឹងបានហើយអញ្ចឹងបន្តមកទៀតយើងចុច F5 តមកយើងចុចslide អូខេនេះឃើញបងប្អូនឃើញវាចេញអញ្ចឹងហើយចឹងបើសិនជាយើងអត់ដាក់អញ្ចឹងក៏វាអត់ចេញអញ្ចឹងដែរចឹងឲ្យឧទាហរណ៍ឥឡូវខ្ញុំលុបអានេះចោលនេះខ្ញុំលុបវាចោលពេលចុច slide មកដល់ពេលចុច slide មកគឺវាចេញមកអញ្ចឹងមកវាអត់មានរត់ទេចលនាគេថាចលនា slide គឺវាអត់រត់ទេបងប្អូនអូខេខ្ញុំចុច control Z មកវិញនេះតើតែមានអញ្ចឹងបានវារត់អាហ្នឹងក្បួននៃការធ្វើ slide ឲ្យមានចលនារត់អូខេនេះបងប្អូនចឹងចំណុចមកបន្តទៀតអានឹងតាក់ទងទៅលើបងប្អូនបើសិនជាបងប្អូនអាចនឹង highlight ទេបន្តទៀតក៏បានដែរបងប្អូននេះខ្ញុំ copy វាមកអូខេអញ្ចឹងដល់ចូលមកដល់ slide បន្តមកយើងទាញនេះចូលមកក្នុងវិញចំណែកអានេះយើងមិនបាច់ទាញយើងរត់យើងអូសវាមិនណេះយើងអូសវាមកអញ្ចឹងហើយបន្តមកយើង copy នេះបងប្អូនយើង copy អញ្ចឹងមកយើង copy ចឹងហើយយើងចូលយកមក copy រូបនេះបន្តទៀតយកមកដាក់នៅក្នុង slide នេះវិញអញ្ចឹងដាក់ក្នុង slide នឹងវិញហើយយើងអូសវាចូលមកក្នុងចាអញ្ចឹងយើងអូសចូលមកក្នុងអញ្ចឹងដល់ពេលយើងចុច slide អូខេពេលមកមើល slide នេះអូខេបងប្អូនដល់ពេលយើងចុច slide គឺអាក្រហមនេះគឺវារត់មកហើយអារូបខាងនេះគឺវាអែបចូលក្នុងហើយអារូបនេះគឺវាចេញមកក្រៅវិញអញ្ចឹងបើសិនជាបងប្អូនអត់ដាក់ឡើងនេះបងប្អូនអត់ដាក់នៅក្នុងទំព័រទី3អារូបនេះនៅក្នុងទំព័រទី3ទេវាអាចនឹងអត់រត់មកអញ្ចឹងទេគេវារត់មកអញ្ចឹងវិញគឺវាចេញមកគឺវាផុសនៅនឹងមកអញ្ចឹងយើងគួរតែដាក់វាអញ្ចឹងមួយទៀតដើម្បីឲ្យ slide វារត់អញ្ចឹងឡើយយើងចូលមកចុច slide បន្ទាប់អូខេអញ្ចឹងអាហ្នឹងគឺមេរៀនយើងមានតែប៉ុណ្្នឹងបើសិនជាបងប្អូនអត់យល់ឬក៏មិនអាច comment នៅក្នុងវីដេអូបានកុំភ្លេចជួយចុច like និង comment លេខម្នាក់មួយផងព្រោះខ្ញុំទម្លាក់ link Telegram ដូចដែរក្បាលវីដេអូខ្ញុំប្រាប់អញ្ចឹងបងប្អូនអាចចូលទៅក្នុង group Telegram បានបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងអញ្ចឹងសូមអរគុណនិងអរគុណបើមានការខុសឆ្គងអីសូមខន្តីអភ័យទោសអំពីខ្ញុំបាទ